អ្នកនេះខាងនេះសូមអញ្ជើញសួរសំណួរអ្នកប្រុសលាវខ្ញុំយល់ថាមនុស្សប្រុសគួរធ្វើកិច្ចការធំដុំការងារដាំស្លគួរតែកិច្ចការរបស់ភរិយាខ្ញុំចង់សួរអ្នកប្រុសថាអ្នកប្រុសស្រឡាញ់កូនទេសង្ឃឹមថ្ងៃក្រោយអាចមានកូនប្រមាណអូម្ដាយខ្ញុំប្រាប់ហើយត្រូវរកអ្នកដែលមានកាពះគូធំអាចបង្កើតអាចចិញ្ចឹមមានកូនច្រើនកាន់តែល្អអេណែម្ដាយអញមានប្រាប់ថាអញឆ្លើយសំណួរអញ្ចឹងគឺអាចត្រូវគេទាត់ចោលដែរទេម្ដាយខ្ញុំប្រាប់ថាឈប់និយាយទៅអញអាចត្រឡប់ទៅរកម្ដាយអញនៅផ្ទះវិញត្រូវហើយល្អណាស់បើអញ្ចឹងយើងសូមអញ្ជើញអ្នកបន្ទាប់ទៅទៀតល្អខ្ញុំបានប៉ៃលីអ៊ីអ្នកស្រុកណានជីងគេនិយាយថានិយាយច្រើននាំខុសខ្ញុំមិននិយាយច្រើនទេចប់ហើយមិនបានជាគាត់មកទីនេះគាត់មិនបាននិយាយជាមួយម្ដាយគាត់ទេអ្នកប្រប៉ាយមានគេពេញចិត្តច្រើនតែបានណាអញ្ចឹងយើងចូលទៅវគ្គបន្ទាប់ចុះអ្នកប្រប៉ាយអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកគឺព្រោះតែម្នាក់ទឹកសម្បូរហួយហៀខ្ញុំដួសតែមកផ្ទាល់ទេទោះជាមានសង្ឃឹមស្ដួចស្ដើងតែខ្ញុំខំប្រឹងប្រជែងយកតែនាងមិនស្ថិតនៅក្នុងចំណោមស្រីស្រស់ទាំងនោះទេខ្ញុំសុខចិត្តរងសម្ពាធនៅគ្រួសារតែនាងមិនស្វែងយល់ឥឡូវនេះខ្ញុំខកចិត្តខ្លាំងណាស់អ្នកប្រុសប្រងដកខ្លួនចេញមែនទេសូមទោសអ្នកទាំងអស់គ្នាតែបងប៉ែសូមអង្គយាត្រាបងមកកាន់ទីនេះពុកម្ដាយបងដឹងទេខ្ញុំដឹងគ្រាន់តែពួកគាត់មិនអាចហាមឃាត់ខ្ញុំទេយើងមិនស័ក្តិសមវងត្រកូលយើងអាចមានលទ្ធផលអីវៃអ៊ីងឬប្រពន្ធបែបថ្មីក្រែងផ្ដល់ឱកាសសេរីភាពដល់ពួកយើងជ្រើសរើសហ៎ប៉ុន្តែបើមនុស្សជាទីស្រឡាញ់មិនអាចជ្រើសរើសខ្លួនឯងតើរស់នៅមានន័យអីទៀតនិយាយរួមបងមិនខ្វល់ថាមានការជំទាស់ច្រើនប៉ុណ្ណាទេឧបសគ្គប៉ុណ្ណាទេខ្ញុំចង់ត្រូវជាមួយអូនមិនមែនពេលនេះបងមិនអាចសន្យាអីចំពោះអូនតែបងសុខចិត្តបោះបង់អ្វីទាំងអស់ព្រោះតែអូនឲ្យតែអូនសុខចិត្តយល់ព្រមស្ងៀមស្ងាត់អូនសុខចិត្តនៅជាមួយបងមិនស្ដាយក្រាស់ទោះត្រូវបោះបង់ចាមិនអាចខ្មាស់លីវ៉ៃអ៊ីងបានរងចាំគាត់យូរហើយទីបំផុតចាំគួរប្រចាំចិត្តមកដល់សូមឲ្យពួកគេរួមចិត្តតែមួយដល់ចាស់សក់ស្កើរំជួលចិត្តស្ងស្លាប់ហើយតាមមើលយើងរបស់យើងនាងច្បាស់ជាមិនទះសាម្ដងនេះអាចរឹសបានប្រុសល្អមែនហើយយិនយាយរបស់យើងនាងឆ្លាតណាស់
ជួយត្រេកអរអ្នកទាំងពីរចាប់ដៃដោយត្រេកអរល្អល្អ អូនណា សូមអញ្ជើញអ្នកបន្ទាប់សូមទៅផងអ្នកប្រឈិន សំលា ល្អ អូនណាហេយ៉ានេះចាប់ដៃមានច្រើនណាស់ អើយ ជួយត្រេកអរឬបានគូប្រចាំចិត្ត អរគុណ អ្នកប្រុសចុងមិញនេះគឺជាកូនអ្នកឈ្មួញកណាត់ក្នុងផ្ទះមានមាសប្រាក់កោដូចភ្នំហូបជុកមិនខ្វះនាងងមិនរឺតាមមើលទៅខួរក្បាលដប់ផ្សិតទៅ អូយក្តៅចិត្តស្លាប់ហើយ ហេអ្នកអូនណាអូន អើយ មិនអាចទៅបានទេ លោកស្រី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  ពេញចិត្តតាមពិតណាស់ឯងចង់យ៉ាងម៉េចទៅហ៎ លោកស្រី ឯងខុសចេញទៅ ច្បាប់ទម្លាប់យើងកំពុងតែរើសប្រពន្ធមិនអាចធ្វើឲ្យខុសច្បាប់បានទេ ច្បាប់ទម្លាប់ខ្មោចយកអីខ្ញុំប្តៅកូនស្រីខ្ញុំតាក់ទងអីនឹងឯងដែរខ្ញុំប្រាប់ឯងចុះខ្ញុំអាចឲ្យនាងឡើងមកក៏អាចឲ្យនាងចុះទៅវិញបានដែរ លោកស្រីកំខឹងអីស្រីស្រស់រើសប្តីដើមឡើយគឺមានសេរីភាពសង្ឃឹមថាឪពុកម្ដាយកុំមកជ្រៀតជ្រែកខ្ញុំជឿថាកូនស្រីអ្នកស្រីច្បាស់ជារើសបានស្វាមីល្អជាមិនខានទេច្បាស់ជាបានលទ្ធផលល្អជាមិនខាននោះទេលោកស្រី ចុះមកសូមជឿជុំក្រោម ចាំមកវិញមក ជឿមែនហើយទៅអុកឡុកស្អីនោះចុះមក មែនហើយចុះមកវិញមក ឬប្រពន្ធជិះចាប់ឲ្យតុងជីឆាមកឬអត់ ឡើងទៅធ្វើស្អី បើមិនលេចមកទេយើងកំតិចចោលហើយណែខ្ញុំថាតុងជីចាងនោះមិនឃើញមកបើហ៊ានក៏ហក់យើង មែនហើយតែយើងរកហើយដែរ ទាំងអស់គ្នាសូមស្ងាត់ស្ងៀមបន្តិចតង់ឈិងឆាំងនឹងអាចលេចចេញមកអ្នកនេះទៅពីរក៏អាចលេចមកចេញមកដែរសូមអ្នករាល់គ្នារងចាំដល់អំណត់ចិត្តបានទេ បើស្អែកមិនមកទៀតក៏បន្ទោសថាយើងខ្វះការ ត្រូវ គូ ត្រូវ ល្អ ឆាប់ហៅតុងជី គាត់ ចាង ចេញ មក មកគាត់ចេញមក ហ្វុងលីងយិនយ៉ាវ៉ាខ្ញុំប្រាប់ពួកនាងចុះសាលាឲ្យឬប្រពន្ធថ្មីបែបនេះគឺជាថ្ងៃចុងក្រោយហើយតុងជីឆាងមានចិត្តងាករេលោកប្រហែសគាត់មិនលេចមុខមកពួកនាងមើលអ្នកប្រុសលេចធ្លោច្រើនដល់ម្លឹងពាក្យគេនិយាយត្រូវណាស់មិនអាចចងកស្លាប់ក្រុមដើមឈើទេលោកតែខាងក្រោមឆាអុកឡុកទៅច្បាស់ជីវីវ៉ូធំហើយរឿងណាក៏បានដែរតុងជីឆាងនឹងល្អដល់ម្លឹងទេហ៎ និយាយរួមតង់ឈិញឆាំងមិនឡើងឆាកខ្ញុំច្បាស់ជាមិនរើសទេ ហើយជាប់បើតុងជីឆាងពិតជាមិនមកទៅណាយិនយើអើយនាងក៏រឹសមុនទៅណានាងគួរធ្វើជាគំរូមួយដល់ហ្វុងលីងផងណាណែជួយផងទៅបាទនេះឯងចឹកគិតយ៉ាងម៉េចទៅនេះ តាមពិតខ្ញុំគួរទៅឬអត់ ខ្ញុំចង់ពឹងនាងឲ្យជួយម្ដង អ្នកប្រុសចង់រកខ្ញុំឲ្យជួយឯងមិនដឹងជាមានរឿងអីដែរបើអាចជួយបានខ្ញុំច្បាស់ជាជួយ នាងក៏ដឹងថាខ្ញុំចូលរួមជ្រើសប្រពន្ធទាំងទៅផ្ទាល់តែបើមិនឡើងឆាមិនបានទេអញ្ចឹងគួរតែក្រោយពេលឡើងឆាខ្ញុំរើនាងឲ្យតែនាងកុំរើសខ្ញុំនឹងត្រូវទាត់ចោលហើយ អូយស្វាគមន៍ លោក បាន មក ចេញ ឲ្យ មក សូមជឿជុំក្នុងស្វាគមន៍ ចេញចូល សូមជឿ ចេញចូល ស្វាគមន៍ស្វាគមន៍សូមជឿអរគុណសូមជឿចូលក្នុង យើងសូមអញ្ជើញស្រីស្រស់ពីរអ្នកចុងក្រោយឡើងឆាក
អូយអូយអូយ អូយស្អាតណាស់ស្អាតណាស់ តោះតែម្ដងហើយពីរយ៉ាងស្អាតស្អាត ស្អាតស្អាតស្អាតណាស់ អើយពិតជាស្អាតអស់ចា ស្អាត មើល មែនស្អាតមែនពីនេះស្អាតដូច មើលតែបោះ មើល តែ ទៅ ចាំម្ដងសអហ្វាដូចគ្នា អូយស្អាតប៉ិនប៉ិនគ្នាហ្មង យកពួយស្ដាយ មើល មួយ ចុះមែនដែរ ស្រីស្រស់ចូលកន្លែង អេនៅណា ឯងមើលចាស់បងស្រីនៅខាងនោះមានន័យល្អណាស់ ជីគាត់មែនហើយអញ្ចឹងនៅគ្នាទៅមើលទៅតា សូមអញ្ជើញអ្នកប្រុសខាងក្រោមដែលឡើងមកនេះក្តាប់ឱកាសឲ្យបាន មួយអូនដែរពិតមែនណាពេលនេះបងមិនអាចសន្យាអីជាមួយអូនទេតែបងសុខចិត្តបោះបង់អ្វីទាំងអស់ព្រោះតែអូនសូមគោរពលោកឈិន អេគឺម្នាក់នោះដដែលក្រៃវាត្រូវតតចោលហើយតើ មែនហើយ បងប្អូនអំពូទាំងអស់ តាមមើលម្នាក់នេះឡើងឆានេះគឺចង់កំ pl ែងលេងយ៉ាងច្បាស់ណាស់តាមមើលទៅមនុស្សក្នុងសាលាជនបោកប្រាស់ទាំងអស់ពួកគេធ្វើបែបនេះឲ្យចលាចលឲ្យគួរតែកំតិចកុំឲ្យចលាចល ត្រូវហើយ ចល តិចចោល ឯងធ្វើអីហ្នឹងការរកប្រពន្ធល្អយ៉ាងនេះមិនមើលចាំបង្ករឿងតាសំទេ ឲ្យចូលនាងគឺជាស្អីដែរនាងចាត់ទុក អេ ជាទឹម ចាឯងក៏ខ្ទឹមអីវិញ ឲ្យប្រយ័ត្នខ្ញុំវាយទាំងនាងទៀត អេអ្នកចាំអាហាកុំឆ្លោះជាមួយពួកគេអី ហើយចាន់ហើយចាន់នាង ឯងថាចង់កំតិចទីនេះមិនដាច់ពីមាត់បើចិត្តសឿងកំតិចជាមួយខ្ញុំសាក់មើលទៅ អូនាងចឹងមហាកពិកប៉ុកនាងហ៊ានពោលពាក្យខ្លាំងផងហ៎បងប្អូនទាំងអស់គ្នា តិចដែរ កុំតិចចោលកុំតិចចោល តិចទៅតិចទៅ ទៅណា កុំចង់បានទេកុំចោលកុំ សាក់ហើយទៅជិះណាអូយ ជុំបីទៅស្លាប់ជាកន្លែង មិន ចុះ ហើ ហើយ កុំធ្វើជើងមិនអាចធ្វើជើងបានទេកុំណា ធានស៊ូ อย่าอย่าฮะ ឈប់វាយគ្នាទៅต้องឈិះឆាំមកដល់ហើយต้องឈិះឆាំមកដល់ហើយ នាងយិនយើនាងសុខចិត្តរួមរស់ជាមួយតុងឈីឆាំងរួមចិត្តតែមួយដល់ចាស់សក់ស្កូវទី និយាយនាងប៉ិតឬមិនប៉ិន គឺពិតណាស់ ពេលនេះต้องឈិញឆាវនឹងពីរយើងយើងចាប់ដៃគ្នាដល់ជោគជ័យ ពិតជារឿងដ៏ល្អពិតមែនណា លោកម្ចាស់រាជធានីមានសម្បត្តិមកបន្ទាន់ ចេញទៅជើ បាទលោកម្ចាស់ អ
បានពេលនេះចាប់មនុស្សបានហើយចាំមើលខ្ញុំចាត់ការពួកឲ្យយ៉ាងម៉េចឡើងខ្ញុំចាញ់ទេពួកឯងដឹងថាពួកខ្ញុំជាអ្នកណាទេពួកខ្ញុំគឺមន្ត្រីអំបិល បងស្រី ខ្ញុំចាញ់ទៅមានលឺទេ បងស្រីរីករាយអីហ្នឹង គ្មានអីរីករាយទេ នៅថាគ្មានរីករាយទៀតមើលមកចាស់ឡើងក្រហមហើយបងគិតពីតុងជីឆាងអី មានមុខក្រហមឯណាឯងទៅត្រី ខ្ញុំអត់មានទេខ្ញុំអត់មាននរណាត្រូវគិតឡើយ អ្នកណាថាគ្មានម្នាក់នោះឈ្មោះឈិន ឈិនស្អីទេហាមនិយាយឈ្មោះប្រុសកំហុសនោះស្អប់ណាស់ ឯងតើខ្ញុំធ្វើអី អ្នកណាប្រាឯងទៅផ្លូវខ្ញុំថយចេញ លោកបញ្ជាមនុស្សទាំងបំបានដែលចូលរួមការរើសប្រពន្ធនោះធ្វើតាមគំនិតលោកបញ្ជាហើយចាប់ឃុំឃាំងទាំងអស់អញ្ចឹងគួរចាត់ការពួកគេយ៉ាងវិញសូមលោកបញ្ជាមិនភ្លឺមកជួយឲ្យយោបល់ ទាំងអស់សិតតែជាមនុស្សយ៉ាងម៉េច មានតែមិនអញ្ចឹងជាមេដឹកនាំសាលានៅមានអ្នកល្បីឈ្មោះដែលសាលាបានអញ្ជើញនៅមានស្រីស្រស់ចូលរួមជ្រើសរើសជាប្រពន្ធព្រមទាំងចៅមហា ខ្ញុំឮថាតុងឈីឆាងក៏ចូលរួមជ្រើសរើសប្រពន្ធដែរ អ្នកល្បីឈ្មោះក៏អាចនាំទុកដល់សង្គមខ្លាំងដែរវាត្រូវខ្ញុំឃុំខ្លួននៅក្នុងគុកបាត់ហើយ តុងឈីឆាងនេះចង់តែបង្ករឿងអាងចេះមានអំនួតក៏គ្មាននៅស្ងៀមស្ងាត់សូម្បីតែគំនូមួយដែលលោកម្ចាស់ចង់បានក៏ពិបាកដែរប៉ុន្តែម្នាក់នេះពិតជាមានចំណេះវាគួរតែបានល្អល្បីពេញស្រុកគួរតែស្ញប់ស្ញែង អញ្ចឹងលោកបញ្ជាយល់ថា ចេះទៅណាមេដឹកនាំក្នុងរឿងនេះដូចតែបញ្ចឹងយានចឹងមីងជាដើមត្រូវសួរដេញដោលពីនៃធ្ងន់ធ្ងរឯអ្នកមានគេឈ្មោះត្រូវដោះលែងភ្លាមចំណែកអ្នកប្រុសស្រីស្រស់ឬប្រពន្ធទាំងនោះនិងកូនប្រុសស្រីមានគេឈ្មោះដោះលែងទាំងអស់ទៅរបស់សេសលប្រមានរួចហើយដោះលែងទៅអើមែនហើយរឿងមួយទៀតលោកចាត់ចែងតាមការគួរទៅ បាទលោកបញ្ជាខ្ញុំបានសម្ភារសិនហើយ ไอ้ពួកគេនេះសម្អាងអីមិនចាប់រកច្រើនដែរត្រូវហើយ មែនហើយ មិនគេ ឥ ធ្វើ ឡូវ បែប សុំ នេះ ទៅ ទៅ ចាប់យូរមកអីនេះផ្ដោះពេកហើយដាក់មែន គេណា អូអញ្ចឹងវាមិនសម ធ្វើអញ្ចឹងទេធ្វើអញ្ចឹងមិនត្រូវ ចាប់បែបហ្នឹង បានហើយជុំជុំទៅជុំជុំទៅ ចូលរួមទៀតហើយ ដេកផ្ដាប់មែន ជាយូឯនឹងលបងជាងទៅមុនចុះខ្ញុំចាំយិនយើងនៅទីនេះ លបងជាងលបងទៅមុនក៏បានដែរខ្ញុំនៅរងចាំមើលចាំមហាតេយរបស់ខ្ញុំដែរ ហើយបន្ទាត់ខុសទេខ្ញុំទៅវិញជាមួយពួកឯង អេអ្នកប្រឆាន់ខ្ញុំគឺលីងអើ គឺនាងទេនាងក៏មករងចាំមហាតេយដែរ ប្រហែលអ្នករកគ្នាចេញមកហើយហេតុអីក៏នាងខ្ញុំមិនតាន់ចេញមកទៀត មិនដឹងដែររងចាំមើលសិនទៅ អ្នកប្រុសតង់ខ្ញុំគឺជាពុកពីចិនជើពីហ្វូឈុន សុំគោរពចុះឯណាយិនយើងចេញមកហើយឬនៅ អូចេញមកឥឡូវហើយហើយខ្ញុំបានគិតគូររួចហើយច្បាស់ជាអត់អីទេខ្ញុំនៅរោងចក្រទីនេះ ចោះចាំមហាតេយក៏នៅជាមួយយិនយើងដែរ អូរឿងនោះប្រកាសណាស់ច្បាស់ជានៅជុំគ្នា អូខ្ញុំណែនាំឲ្យស្គាល់នេះគឺមិត្តខ្ញុំទាំងពីរនេះគឺឈិនជាយូហើយនោះគឺជាងហ្វៃអ៊ី
ហើយខាងនេះគឺឪពុករបស់យិនយើង សូមគោរព សើប៉ាយបានជួបឪពុកក្មេងមិនក៏មិនគោរពខ្លះទេ លោកអ៊ំបើបានជាអញ្ចឹងខ្ញុំសូមលាទៅមុនហើយចាំពេលយិនយើងចេញមកប្រាប់ឲ្យដឹងផង ល្អណាស់ សំលីហើយ សំលីហើយមកសើប៉ាយ អូលោកបងជានាងតូចទាំងពីរគួរឲ្យស្រឡាញ់ណាស់ នេះគឺកូនតូចទាំងពីរនៃញាតិមិត្តនៃរាជធានីចូលចិត្តគូគំនូលោកចវាយខេត្តស្រឡាញ់ទើបពឹងពាក់ខ្ញុំឲ្យនាំមកសុំរៀនពីសើប៉ាយឯងចង់ឲ្យឯងទទួលពួកនាងជាសិស្ស បាទមកឆាប់ហៅលោកគ្រូទៅ លោកគ្រូ ល្អណាស់ ទៅចុះ អង្គុយមក ចូលចិត្តគំនូហ៎ លោកម្ចាស់ អសតឯងបាច់ហេតុក្បត់ទៀតផង ហើយសុំក៏បន្ទោសខ្ញុំអីខ្ញុំត្រូវគេបង្ខំមកតលប្រេះ ដល់ពេលស្លាប់ហើយឯងដល់ហេតុបកាយទៀតអី លោកម្ចាស់រឿងនេះពិតជាមិនអាចបន្ទោសខ្ញុំទេគឺតំណែងរបស់លោកខ្លាញ់ត្រូវរាជការឆែកឃើញខ្ញុំត្រូវជាប់គុកណាពិតជាមិនអាចបន្ទោសខ្ញុំបានទេ ហើយបុធុបរាណខ្ញុំនេះត្រូវរលីដោយសារតែពាក្យឯងបបាត់នេះថ្ងៃនេះឯងជាបត់ផុតពីការស្លាប់ទេ លោកម្ចាស់ទុកជីវិតដល់ខ្ញុំផងលោកម្ចាស់អូ តែខាងនោះឆាប់ឡើង ឆាប់ឡើងទៅ ទីនេះថកែដល់ខ្លួនឡើងថកែទៅលឺទៅថកែ ឆាប់តាមអាចក្រៃនោះជំពាក់ថ្លៃឈ្នួលផ្ទះខ្ញុំ ម្ចាស់ផ្ទះល្ងើឯងនេះជាយិនដាក់លោកខ្លាញ់រត់បាត់ដោយខ្លាចជាប់ទោសវាជួលផ្ទះរបស់ឯងមិនក៏ឯងមិនដឹងរឿងនេះមិនក៏មិនឆាប់ទៅប្តឹង ខ្ញុំធ្វើមិននឹងដឹងទៅកាលមុននឹងបន្តិចខ្ញុំនៅទីធ្លាក្រោយផ្ទះក៏ឮសំឡេងខ្លាំងនៅក្នុងហាងមិនស្មានថាត្រូវជាយិនវាយមិត្តបងសន្លប់បាត់ ឯងតែរកគ្រូពេទ្យព្យាបាលឲ្យតកែរបស់ឯងរឿងខ្លាញ់នេះប្រហែលជាជាប់តាក់ទងនឹងអកចាស់នោះដែរអ្នកទាំងអស់គ្នាមកតាមខ្ញុំម៉ែរៀបចំឲ្យបានទៅឆាប់ឡើងយើងត្រូវទៅហើយ អីកូនប្រុសឯងប្រឹងនាំម៉ែទៅណាម៉ែស្ថិតនៅទីនេះបានសុខស្រួលមិនចង់ទៅណាទាំងអស់ ម៉ែកុំសូនសាយបានទេស្ដាប់តាមខ្ញុំឲ្យម៉ែទៅគឺទៅរកសេចក្តីសុខសាន្តខ្ញុំមិនអោយម៉ែរស់នៅទីនេះយ៉ាងលំបាកនោះទេ ឯងប្រាប់ម៉ែថាទៅណាទេម៉ែមិនទៅតាមឯងទេ ម៉ែខ្ញុំនាំម៉ែទៅត្បូងទន្លេម៉ែសុខចិត្តទៅហើយក ូនប្រុសចង់នាំម៉ែទៅសង្ជាងវិញហ៎ ម៉ែមិនក៏និយាយពីសង្ជាងទៀតហើយគឺតកូលជាងនោះគេធ្វើបាបពួកយើងខ្លាំង ម៉ែ ណាស់ ចាស់ហើយស្លឹកឈើរូងត្រូវមករកឬវិញ ម៉ែនៅតែមិនអាចបំភ្លេចចោលបានទៀតទេម៉ែដឹងថាហេតុអីរូបខ្ញុំនេះត្រូវមកអភិវឌ្ឍនៅរាជធានីដែរទេ ហេតុអី ក៏ព្រោះតែចង់ទៅសង្ជាងវិញយ៉ាងស្រុកស្ដំតែប៉ុណ្ណោះសងសឹកត្រកូលសងដើម្បីឲ្យពូវាស្លាប់ទាំងអស់ កូនប្រុសរឿងនេះបានកន្លងផុតយូរយារទៅហើយកូននៅរំលឹករឿងតកូលតុងនោះធ្វើអីកូនកុំធ្វើប្តីផ្ដាស់ណា ម៉ែឈប់ពយល់ខ្ញុំទៀតទៅខ្ញុំមិនអត់អន់អពុវិទេ មានរឿងស្អីចេះមិនដឹងទេ ធ្វើមានអីដល់ចាំព្រឹកអស់ហើយចាប់គ្នា មែនហើយ លពើ អើយឯងចេញមកហើយតើរឿងនេះឯងត្រូវជួយផងណា លពើកុំផ្ទះសាពេកពូស្ដាប់ណាកាលពីអ្នកចាប់ផ្ដើមកំណត់ឬប្រពន្ធអ្នកឯទៀតនឹងច្បាស់ជាអាចត្រូវដោះលែង ពិតជាប្រសើរណាស់អញ្ចឹងឯងអាចឲ្យខ្ញុំចូលទៅរកមើលយិនយើងទេខ្ញុំមើលនាងតែមួយផ្លែតទេមិននាំបញ្ហាឲ្យទេ ណ
ណែលពូតាមខ្ញុំទៅ ខាងនេះ កូនស្រីអា បង មិនក៏បងមកទេនេះ គឺពុកពឹងវាឲ្យនាំពុកចូលមកណាពុកព្រួយបារម្ភពីកូនពិតជាមិនអាចធូរចិត្តសោះ ខ្ញុំស្មានថាពុកឯងជាមនុស្សអស្ចារ្យណាស់អញ្ចឹងណែហ៊ានប្រៀបធៀបជាមួយខ្ញុំទៀត បើឯងហ៊ាននិយាយផ្ដាស់ទៀតខ្ញុំនឹងហែកបាត់ឯងហើយណា ថ្ងៃក្រោយជំរាបបញ្ជាជាមួយឯង កូនស្រីពុកនាំយករបស់ឆ្ងាញ់របស់កូនទុកដាក់ឲ្យល្អ អ ទៅ រគុណពង នរណាគឺយៀនហ្វុងលីងនរណាគឺយៀនហ្វុងលីង គឺខ្ញុំនឹងហើយយ៉ាងម៉េច អ្នកនាងយៀនណាអាចទៅបានហើយហើយតាមស្រួលហ៎ យិនយាយសំអាងឪពុកកញ្ចាស់ឯងនេះនៅហ៊ានដណ្ដើមតង់ឈីឆាងជាមួយខ្ញុំផង ចាអីយ៉ា ឯងចុះគេណា កុំប្រមាថពុកខ្ញុំ នាងមិនក៏វាយខ្ញុំណានាងយៀនណាបាត់ខឹងទៅសុំជួយ ពុកយ៉ាងមិនហើយ បងស្រីຕົកចិត្តចាស់ពេលចេញទៅវិញខ្ញុំនឹងហែកបាត់នាងធ្វើអញ្ចឹងបងនឹងក្រោយនឹងទទួលការពី យិនយាយឯងកុំស្មាត់ថាតង់ឈីឆាងរើឯងខ្លាចជាហងមាសនោះខ្ញុំនៅមិនពេញចិត្តគាត់ផងបើឯងមានសមត្ថភាពឯងឲ្យគាត់មកជួយឯងមក ក្រមុំ18គិលោ80 កំម18កម្លាំង80 ល្អណាស់ លោកម្ចាស់អ្នកម៉ែឈីនេះបនជួយយើងសុំជួប ឲ្យគេជួបមកជួប បាទ ហើយយ៉ា ហើយយ៉ាលោកម្ចាស់គូលោកពិតជាមានសមត្ថភាពមែនសកម្មភាពរើប្រពន្ធបែរជាឲ្យលោកចាប់អស់ អ្នកម៉ែឈីមករកខ្ញុំមានក៏ខ្ញុំប្រាប់ឲ្យទៅកុំមករកខានខ្ញុំដល់ទីនេះ ហើយយ៉ាលោកម្ចាស់គូពិតជាប្រយ័ត្នប្រយែងមែនខ្ញុំមករកលោកអត់អីទេកុំឲ្យតែគេឃើញលោកទៅបន់ជួយយិនទៅបានហើយ អ្វីចិត្តក៏ស្រេចបាច់អូយអ្នកម៉ែឈីនៅផ្ទះសើខ្លៅ យ៉ាលោកត្រូវតែជួយដល់ខ្ញុំទៅអាចបានដល់ដៃស្រីដែលខ្ញុំរើសនេះណាស្អាតខ្លាំងណាស់នៅក្រុងយ៉ាងរកមិនបានអ្នកទី2ក្រែងនេះមានបញ្ហាទៀតហើយតែប៉ុន្តែនាងបែរជាត្រូវម្នាក់ឈ្មោះតងឈីឆាងពេញចិននេះមិនដូចជាដំណើរពីលោកតែម្ដងទេអី ក្រែងថាតង់ឈីឆៅនោះពេញចិត្តគឺសេះស្គម ត្រូវហើយឥឡូវមនុស្សម្នាក់នេះក្រែងនៅក្នុងគុករបស់លោកឯង អូត្រូវហើយនាងជាប់ឃុំក្នុងគុកខ្ញុំដឹងតែខ្ញុំយល់សុំក៏ស្មោះមិនដែលថាវាបែរជាជាប់ចិត្តសេះស្គមមួយក្បាលគឺមុខនេះពិតជាស្អាតម្លឹងហ៎ លោកម្ចាស់ហើយឬមួយក៏មិនមែនទេពុំនោះទេខ្ញុំមករកពឹងលោកម្ចាស់ធ្វើអីនោះជាផ្លូវដែលខ្ញុំត្រូវរកប្រាក់ទៅថ្ងៃមុន ផ្លូវដែលអ្នកត្រូវរកប្រាក់ផ្លូវដែលអ្នករកប្រាក់តាក់ទងនេះខ្ញុំដែរ ស្អប់មែនមិនក៏ថាមិនជាប់តាក់តងស្រីតំបន់ជួយយិនយើងក្រែងជាស្រីរបស់លោកដែរតានៅថាមិនតាក់តងផងក្រែងយើងនិយាយគ្នារួចហើយតាឲ្យលោកភ្លក់រសជាតិមុនគេដល់ពេលនោះរៀបចំកន្លែងលលន់លលយមួយជូនលោកឲ្យលោកសោយសុកបានល្អម្ដងនោះជារបស់ល្អផ្ដាច់ក្នុងកែវភ្នែកប្រុសណា ចង់ឲ្យខ្ញុំជួយអ្វី រឿងនេះងាយស្រួលឲ្យតែលោកឃុំនាងទុកបានច្រើនថ្ងៃខ្ញុំថាឲ្យលោកដោះលែងពេលណាសំលោកលែង ល្អអ្នកម៉ែឈីដល់ចឹងខ្ញុំជាប់មានចំណូលចិត្តហើយ តែសាអី លោកញ៉ៃច្បាស់ថឹកក្នុងភួយដើមពីសង្កត់លើស្រែ ស្អប់ណាស់ អ្នកម៉ែឈី 若只如初见，好像一切就在昨天。